បន្ទាប់ពីដីចម្ការចន្ទីចាប់ផ្ដើមស្ងួតតែយើងគួរធ្វើអ្វីបងប្អូននៅក្នុងដំណាក់កាលឥឡូវហ្នឹងគឺខែ10ថ្ងៃទី24ជិតចូលខែ11ហើយសម្រាប់ពេលវេលាចូលដល់ខែ11គឺជាខែដែលចន្ទីរបស់យើងវាមានលទ្ធភាពបង្ការបញ្ចេញផ្កាហើយជាមានថារដូវផ្កាចន្ទីចាប់ផ្ដើមមានអញ្ចឹងដោយសារមួយយ៉ាងនេះគឺភ្លៀងញាប់ពេកធ្វើឲ្យដីជាំទឹកខ្លាំងចន្ទីក៏មិនទាន់អាចបញ្ចេញត្រួយបានដែលឈានមកដល់ចុងខែ10ហើយចន្ទីមួយចំនួនធំគឺនៅមិនទាន់មានត្រួយមកទេអញ្ចឹងរដូវនេះអាចនឹងយឺតយ៉ាវផ្កាបន្តិចប៉ុន្តែអ្វីដែលយើងបារម្ភគឺយើងធ្វើម៉េចដោះស្រាយចន្ទីរបស់យើងចាប់ផ្ដើមមានត្រួយមកសិនពីព្រោះថាតើតែមានត្រួយបើមានផ្កាមានក្តាប់បងប្អូនឥឡូវនេះគឺដីចាប់ផ្ដើមស្ងួតទឹកហើយរឿងទី1បងប្អូនគឺយើងត្រូវសង្កេតមើលថាចន្ទីរបស់យើងបានដាក់ជីគល់ហើយឬនៅបើសិនជាមិនទាន់ដាក់ជីគល់ទេស្រួលដាក់ជីគល់សិនដាក់ជីគល់ហើយចាំយើងបាញ់ដាស់ដំណេកត្រួយឬក៏បាញ់ទាញត្រួយដើម្បីឲ្យយើងទទួលបានត្រួយចន្ទីលឿនពីព្រោះថាយើងអត់អាចធ្វើអីច្រើនលើសពីនឹងទេគឺក្រៅពីការបាញ់ទាញយកត្រួយតែម្ដងបងប្អូនអញ្ចឹងសម្រាប់ការដាក់ជីគល់បងប្អូនគួរតែប្រើប្រភេទជីទឹកពីព្រោះថាចុងខែ10ជិតដល់ខែ11ហើយគឺជាពេលខ្លីមែនតើយើងអត់អាចដាក់ជីគ្រាប់បានទេដោយសារជីគ្រាប់គឺត្រូវការពេលរលាយយូរជីទឹកគឺយើងគ្រាន់តែស្រោចជំវិញគល់ចន្ទីគឺវាជ្រាបដល់ប្រព័ន្ធរស្បៃហើយសម្រាប់ជីទឹកខាងបងប្អូនក៏មានដែរគឺស្ដាច់រឹសតោមាសបងប្អូនក្នុងមួយកដុងចំណុះ5លីត្រលាយទឹកបាន1000លីត្រទិញមួយកេសមាន4កដុងថែមជូន1កដុងបងប្អូនហើយសម្រាប់បងប្អូនដែលជាម្ចាស់ដេប៉ូចង់ទិញយកទៅលក់បន្តខាងបងប្អូនក៏មានតម្លៃពិសេសជូនដែរបងប្អូនអញ្ចឹងសូមអរគុណ